សូមស្វាគមន៍មកកាន់វីដេអូមេរៀនភាសាខ្មែរថ្នាក់ទី4ថ្ងៃនេះយើងនឹងសិក្សាមេរៀនទី4ក្រោមប្រធានបទគ្រួសាររបស់ខ្ញុំក្នុងមេរៀននេះយើងមានគោលបំណងសំខាន់3គឺទី1អានអត្ថបទគ្រួសាររីករាយឲ្យបានស្ទាត់ជំនាញទី2យល់ដឹងពីប្រភេទពាក្យដូចជាពាក្យផ្ទុយនិងពាក្យន័យដូចនិងទី3រៀនបង្ហាញសេចក្តីស្រឡាញ់និងការដឹងគុណដើម្បីកសាងគ្រួសារដ៏មានសុភមង្គលជាដំបូងយើងមកស្គាល់ពាក្យគន្លឹះមួយចំនួនសុភមង្គលសំដៅលើសេចក្តីសុខនិងសេចក្តីចម្រើនក្នុងគ្រួសារដឹងគុណគឺការដឹងនិងតបស្នងសេចក្តីល្អរបស់អ្នកដទៃគ្រួសារគឺជាក្រុមមនុស្សដែលរស់នៅជុំគ្នាដោយមានចំណងឈាមជ័រឬតាមផ្លូវច្បាប់បន្ទាប់មកគឺពាក្យផ្ទុយដែលជាពាក្យមានន័យផ្ទុយគ្នាឧទាហរណ៍រីករាយផ្ទុយនឹងកោតពុកសេចក្តីសុខផ្ទុយនឹងសេចក្តីទុក្ខហើយស្រឡាញ់ផ្ទុយនឹងស្អប់ចំពោះពាក្យជាន់សូរវិញគឺជាពាក្យដែលមានសូរអានដូចគ្នាប៉ុន្តែមានន័យខុសគ្នាទៅតាមល្បះនីមួយៗដូចជាការប្រើប្រាស់ពាក្យកាត់កឬការជាដើមចំណែកឯពាក្យន័យដូចគឺជាពាក្យដែលសរសេរខុសគ្នាតែមានន័យដូចគ្នាឧទាហរណ៍គ្រួសារមានន័យដូចនឹងវង្សត្រកូលឬផ្ទះសម្បែងហើយរីករាយមានន័យដូចនឹងស្រស់ស្រាយឬសុខសាន្តដើម្បីយល់កាន់តែច្បាស់ពីមេរៀនយើងមកពិភាក្សាសំណួរមួយចំនួនតើអ្វីខ្លះដែលនាំមកនូវសុភមង្គលក្នុងគ្រួសារគឺកើតចេញពីសាមគ្គីភាពនិងការយល់ចិត្តគ្នាទៅវិញទៅមកតើកូនល្អត្រូវមានទូនាទីអ្វីខ្លះគឺត្រូវដឹងគុណស្ដាប់បន្ទាប់ឪពុកម្ដាយនិងខិតខំរៀនសូត្រឥឡូវនេះយើងមកហាត់តែងល្បះដោយប្រើពាក្យគន្លឹះទាំងនោះយើងអាចនិយាយថាសាមគ្គីភាពក្នុងគ្រួសារបង្កើតបាននូវសុភមង្គលពិតប្រាកដកូនល្អតែងតែដឹងគុណចំពោះគុណូបការៈរបស់ឪពុកម្ដាយនិងពួកយើងរស់នៅក្នុងគ្រួសារមួយដ៏មានសេចក្តីសុខការកសាងគ្រួសារដ៏រីករាយនេះត្រូវការចំណុចគន្លឹះ3យ៉ាងទី1គឺការយល់ចិត្តគ្នានិងការនិយាយស្ដីផ្អែមល្ហែមទី2គឺការបំពេញតួនាទីរៀងៗខ្លួនដោយការទទួលខុសត្រូវនិងទី3គឺការរួមដៃគ្នាថែរក្សាសេចក្តីសុខនៅក្នុងផ្ទះតម្លៃអប់រំនៃមេរៀននេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍខ្លួនដូចគឺការចេះដឹងគុណចំពោះចាស់ទុំការប្រើប្រាស់ភាសាជាតិឲ្យបានត្រឹមត្រូវច្បាស់លាស់និងការរួមគ្នាកសាងសាមគ្គីភាពនិងសុភមង្គលជានិច្ចសម្រាប់សកម្មភាពក្រុមយើងនឹងចែកជា4ក្រុមក្រុមទី1និងទី2នឹងពិភាក្សាអំពីសុភមង្គលគ្រួសារចំណែកក្រុមទី3និងទី4នឹងហាត់តែងល្បះដោយប្រើពាក្យគន្លឹះបន្ទាប់មកយើងនឹងបង្ហាញលទ្ធផលជាមួយគ្នាជាសេចក្តីសង្កត់សុភមង្គលក្នុងគ្រួសារកើតចេញពីសាមគ្គីភាពនិងការបំពេញតួនាទីរៀងៗខ្លួនសម្រាប់កិច្ចការផ្ទះសូមបងប្អូនចម្លងអត្ថបទតាមនិងបំពេញពាក្យគន្លឹះថ្មីៗឲ្យបានតាមមាត់អរគុណសម្រាប់ការយកចិត្តទុកដាក់រៀនសូត្រនៅថ្ងៃនេះ